ជឿបើប្រាប់ថាមានតែជាង$200បងប្អូនអាចយករថយន្តអគ្គិសនីមកគ្រឿងនេះទៅជិះបានហើយគឺ The New Forting S7 EV ស៊េរីឆ្នាំ2026ដែលបងប្អូនអាចយកទៅធ្វើដំណើរប្រចាំថ្ងៃឬក៏ធ្វើដំណើរផ្លូវចិត្តផ្លូវឆ្ងាយអីបានមួយអែមតែម្ដងសំខាន់វាសន្សំសំចៃច្រើនមែនតើបងប្អូនដល់100គីឡូម៉ែត្រទៅណាចំណាយអគ្គិសនីសុទ្ធត្រឹមតែ11.6គីឡូវ៉ាត់ម៉ោងប៉ុណ្ណោះបងប្អូនហើយឃើញថារថយន្តអគ្គិសនីមួយនេះគឺយើងអាចបើកបរដោយអគ្គិសនីសុទ្ធទៅណាបានរហូតដល់ទៅ555គីឡូម៉ែត្រហើយអ្វីដែលពិសេសរថយន្ត model នេះមកជាមួយនឹងប្រព័ន្ធសុវត្ថិភាពច្រើនមែនតើដូចជាមុខងារចាប់ហ្វ្រាំងដោយស្វ័យប្រវត្តិមុខងារចាប់កន្លងផ្លូវមុខងារចាប់សញ្ញាពេលឡានខាងក្រោយឡើងវ៉ាចេញមុខងារផ្ដល់សញ្ញាពេលបដូរកន្លងផ្លូវមុខងារផ្ដល់សញ្ញាពេលចេញពីចំណតមុខងារទម្លាក់ដំឡើងភ្លើងហ្វាអូតូហើយនិងមុខងារបើកបរតាមឡានខាងមុខទៀតផងហើយថ្ងៃនេះគឺជាកម្មវិធីសម្ពោធជាផ្លូវការនៅរថយន្តអគ្គិសនី The New Forting S7 EV ស៊េរីឆ្នាំ2026ដែលធ្វើនៅផ្សារទំនើប Eon Sensoka ពីថ្ងៃទី6ខែធ្នូឆ្នាំ2025ថ្មីនេះដែរទេបងប្អូនហើយឃើញថាក៏មានការចូលរួមជាកិត្តិយសពីសំណាក់លោកអគ្គនាយកប្រតិបត្តិនិងថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុនយិកា One Stop Auto Servico Ltd ផងដែរហើយជាមួយនឹង content creator ណាជាច្រើនអ្នកផ្សេងទៀតដែលគាត់ជំនាញខាងឡាននឹងឯងបងប្អូនមកចូលរួមច្រើនមែនតើតោះអញ្ចឹងបងប្អូនច្បាស់ជាចង់ដឹងហើយក្រៅពីប្រព័ន្ធសុវត្ថិភាពក្រៅពីរូបរាងឡានតើឡានមួយគ្រឿងនេះមកជាមួយនឹង option ទំនើបអ្វីខ្លះតោះឥឡូវមកដឹងជាមួយនឹងខ្ញុំទាំងអស់គ្នាបងប្អូននេះគឺជា model ថ្មីគឺរថយន្ត Forting S7 ដែលជារថយន្តទាន់សម័យទំនើបព្រមជាមួយនឹងរថយន្តសន្សំសំចៃខ្ពស់បំផុត Forting S7 ជារថយន្ត sedan ជារថយន្ត EV គឺប្រើប្រាស់អគ្គិសនីសុទ្ធចំណែកឯផ្នែកខាងមុខឃើញថារចនាបែបអំណាចមកជាមួយនឹងការរចនាដែលទាន់សម័យមែនតើបងប្អូនអាចទស្សនានៅក្នុងវីដេអូនេះបានហើយចំណែកផ្នែកជំហានប្រើប្រាស់ជាមួយនឹងទ្វារអូតូងាយស្រួលនៅក្នុងការបើកបិទហើយចំពោះផ្នែកខាងក្រោយវិញឃើញថាប្រើប្រាស់ជាមួយនឹង stop LED ដែលរត់កាត់ផ្ទៃខាងក្រោយនៃរថយន្តឃើញថាមានភាពស្រស់ស្អាតមែនតើបងប្អូនចំណែកឯចង្គៀងខាងមុខវិញជាប្រភេទ LED ជាប់ជាមួយនឹង daytime running light ទៀតផងចំពោះ motor វិញឃើញថាផលិតកម្លាំងបានរហូតដល់ទៅ218 horsepower ថាមពលអគ្គិសនីសរុបរហូតដល់ទៅ 56.8 គីឡូវ៉ាត់ម៉ោងចំណែកឯកម្លាំងរមូលវិញគឺ310 Newton សន្ទុះពីកុងទ័រ0ទៅដល់100ប្រើពេលត្រឹមតែ 6.7 វិនាទីប៉ុណ្ណោះហើយកម្រិតប្រើប្រាស់អគ្គិសនីនោះគឺ 11.6 គីឡូវ៉ាត់ម៉ោងនៅក្នុង100គីឡូម៉ែត្រកម្រិតប្រើប្រាស់អគ្គិសនីសុទ្ធប្រើប្រាស់បានរហូតដល់ទៅ555គីឡូម៉ែត្រហើយចំណែកឯទម្ងន់សរុបនៃរថយន្តមួយគ្រឿងនេះគឺមានទម្ងន់1730គីឡូក្រាមហើយយើងអាចប្រើប្រាស់អគ្គិសនីចេញពីរថយន្តទាញបាន 3.3 គីឡូវ៉ាត់ស្មើម៉ាស៊ីនត្រជាក់កម្លាំង3សេសហើយយើងអាចសាកថ្ម Super Fast Charge ពី 0% ទៅដល់ 80% ត្រឹមតែ28នាទីប៉ុណ្ណោះចំណែកឯយ៉ានកង់វិញគឺ19 Air តោះឥឡូវយើងមកដឹងពីផ្នែកខាងក្នុងនៃរថយន្តវិញបងប្អូនឃើញថាមានការរចនាមកមានភាពប្រណិតទំនើបមែនតើមានជាមួយនឹងភ្លើង Light LED អេក្រង់មានទំហំ 14.6 អ៊ីងកៅអីមានមុខងារក្តៅត្រជាក់កៅអីជួរទី2មានភាពធំទូលាយមែនតើហើយចំណែកឯគូតខាងក្រោយវិញឃើញថាមានភាពធំទូលាយងាយស្រួលនៅក្នុងការដាក់អីវ៉ាន់បានច្រើនមែនតើហើយចំពោះ The New Forting S7 EV ស៊េរីឆ្នាំ2026នេះឃើញថាក្រុមហ៊ុនធានារយៈពេល8ឆ្នាំឬក៏160,000គីឡូម៉ែត្រនិងមានការធានាថែទាំទៅលើគ្រឿងបន្លាស់5ឆ្នាំឬក៏150,000គីឡូម៉ែត្រហើយចំពោះរថយន្ត The New Forting S7 EV មួយគ្រឿងនេះឃើញថាមានតម្លៃត្រឹមតែ 26,900 តែប៉ុណ្ណោះបងប្អូនចង់ទិញដាច់ក៏បានចង់បង់រំលោះក៏បានដែរបើសិនជាក្នុងករណីបងប្អូនចង់បង់រំលោះណាមានតែត្រឹមជាង$200គឺបងប្អូនអាចមកបង់រំលោះយករថយន្តទំនើបមួយគ្រឿងនេះទៅជិះបានហើយវីដេអូរបស់ពួកខ្ញុំថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេសូមជួបគ្នាជាមួយនឹងពួកខ្ញុំម្ដងទៀតនៅវីដេអូក្រោយបាយ